ស្តីដល់អ្នកគ្នានេះជាវីដេអូនៅក្នុងការ install file server resource manager ជាមួយនឹងការកំណត់ limit directory ដែល style របស់យើងកំណត់គឺ100 MB ជាមួយនឹង limit user ហើយ100 MB ដូចគ្នាអូខេចូលទៅក្នុងវីដេអូរបស់គ្នាជាដំបូងមុននឹងចូលទៅដល់ការ install file resource manager យើងធ្វើការ test បង្កើតជាមួយនឹង folder មួយដើម្បីធ្វើការ test string អូខេចូលទៅ file ទៅដើម្បីធ្វើការ share បានមុនដំបូងយើងធ្វើការបង្កើតជាមួយនឹង folder មួយយើងចូលក្នុង data មកអូខេអានេះជា folder ដែលខ្ញុំបង្កើតដើម្បីធ្វើការ share ទៅកាន់ម៉ាស៊ីនរបស់ client ឬក៏ម៉ាស៊ីនរបស់ user របស់យើងជាមួយដែលខ្ញុំបង្កើតគឺបង្កើតនៅក្នុងម៉ាស៊ីនរបស់ admin យើងចូលបង្កើត folder ហ្នឹងមកuser data ចឹងមកដើម្បីធ្វើការ share បានយើងចុចទៅលើ property ជាមួយនៅក្នុងនេះជាអត់មានជាមួយនឹងយើងមានជាមួយ user data ប៉ុន្តែនៅក្នុង client server ហ្នឹងអត់មានជាមួយនឹង user data ទេអូខេដើម្បីឧទាហរណ៍ចូលទៅអូខេយើង test មើលទៅយើងវាយ IP របស់យើងមកអូខេឃើញអត់គឺអត់មាន user data ទេប៉ុន្តែជាមួយតែយើងធ្វើការ share យើងចុចright click ទៅលើវាចុច property ដើម្បីធ្វើការ share យើងចូលមកកន្លែង sharing នេះមកតោះមកចុចទៅលើ advanced share តោះមកយើងធ្វើការ click ទៅលើ share this folder ហ្នឹងមកតោះមកយើងធ្វើការកំណត់ permission ថាកំណត់ឲ្យនរណាគេដែលអាចចូលទៅកាន់ access ក្នុង folder ហ្នឹងបានអញ្ចឹងយើងចុច add ទៅមកបើយើងមិនអញ្ចឹងណាគេក៏អាចaccess ចូលទៅកាន់ folder ហ្នឹងដែរយើងអាច control បានទេអញ្ចឹងដើម្បីធ្វើការកំណត់យើងចុច add ទៅមកតោះមកយើងស្វែងឈ្មោះក្រុមណាមួយដែលយើងចង់ឲ្យ user នៅក្នុងក្រុមហ្នឹងអាច access ចូលទៅក្នុង folder ហ្នឹងបានប៉ុន្តែបើសិនយើងអត់ចាំទេថាយើងអត់មានក្រុមណាខ្លះយើងចុចadd បានទេមកតោះមកចុច find ឡើងវានឹងការលេខក្រុមទាំងអស់ចេញមកអញ្ចឹងក្រុមដែលខ្ញុំចង់ឧទាហរណ៍គឺ account ក្រុមនេះអញ្ចឹងយើងចុច select លើវាមកអញ្ចឹង select OK តោះមកវាចូលហើយអញ្ចឹងមានន័យថាយើងអនុញ្ញាតឲ្យ user ដែលនៅក្នុងក្រុមហ្នឹងអាច access ចូលទៅក្នុង folder ហ្នឹងបានអញ្ចឹងយើងចុច OK តោះមកយើងធ្វើការ tick ទាំងអស់ហ្នឹងមកដើម្បីត្រូវការគាត់ឲ្យ create ឬក៏ change ទៅលើ folder ហ្នឹងបានចុច apply អូខេវាធ្វើការ select ហើយតោះមកចុច OK អូខេចុច apply អូខេអញ្ចឹងវាធ្វើការ share បានជោគជ័យហើយនេះវាដាក់ឲ្យឈ្មោះម៉ាស៊ីនរបស់ client របស់យើងអញ្ចឹងដើម្បីចង់ទៅមើលទៅអូខេយើងចូលម្ដងទៀតយើងវាយ IP មកអូខេឃើញអត់យើងមាន user data folder ហ្នឹងមួយហើយក្នុងនោះអត់មានអីទេដើម្បីឲ្យភាពងាយស្រួលយើងអាចធ្វើការ map drive បានយើងធ្វើការ select ហ្នឹងមកដើម្បីយើងចូលទៅពេលក្រោយទៀតដើម្បីធ្វើការ testing យើងក៏ចុច map network drive ហ្នឹងមកសម្រាប់យើងដាក់ឈ្មោះ drive ដែលយើងចង់កើតឧទាហរណ៍ដាក់ drive 2អានេះខ្ញុំឧទាហរណ៍បង្កើតម្ដងហើយនេះអញ្ចឹងដាក់ឧទាហរណ៍មួយទៀតមកនេះ drive 2អញ្ចឹងមកតាមចុច finish អញ្ចឹងនៅក្នុងក្រុមហ្នឹងយើង check មើលមកនេះគឺ drive ដែលយើងបង្កើតមិញហ្នឹងគឺជា drive របស់ user data អញ្ចឹងយើងអាច rename បានយើងដាក់ user data អញ្ចឹងមកអូខេវានៅក្នុង drive យើងមក drive ហើយអញ្ចឹងដើម្បីចូលទៅជំហានបន្តយើងធ្វើការជាមួយធ្វើការ install ជាមួយនឹង file resource manager ហ្នឹងអញ្ចឹងដើម្បីធ្វើការ install យើងចូលទៅម៉ាស៊ីនរបស់ admin បន្ទាប់មកអ្វីយើងត្រូវធ្វើគឺ install file server resource manager ហ្នឹងអូខេជាដំបូងយើងចូលទៅកាន់ server manager តោះមកយើង select ទៅលើ add role and feature នៅពេលអ្នកទាំងអស់គ្នាអត់បាន install ជាមួយនឹង file resource manager ហ្នឹងទេវាអត់មាននៅក្នុងនេះទេអ្នកទាំងអស់គ្នារកក៏រត់ឃើញដែរអញ្ចឹងដើម្បីធ្វើការ install វាចុច add role and feature ហ្នឹងមកតោះមកកន្លែងនេះចុច next កន្លែងនេះយើង select ទៅខាងលើគេហ្នឹងbase role and feature base installation ចុច next កន្លែងនេះចុច next ទៀតកន្លែងនេះយើងដាក់រកយើង expand ជាមួយនឹងកន្លែងនេះយើងឈ្មោះ file storage ហ្នឹងតោះមក expand វាម្ដងទៀតអ្នកទាំងអស់គ្នានឹងឃើញ feature មួយឈ្មោះថា file server resource manager តោះមកធ្វើការ select មកអូខេ add feature ទៅចុច next ហើយចុច next បន្តទៀតហើយ install អូខេ install success ហើយអញ្ចឹងយើងចង់ចុច close មកយើងទៅមើលចុច speed tool ទៅមកអញ្ចឹងអ្នកទាំងអស់គ្នាគាត់ជិះឃើញ file server resource manager ហ្នឹងហើយអញ្ចឹងដើម្បីចូលជំហានបន្តទៀតគឺ limit directory មានថាកំណត់ទំហំ folder ដែលអាចឲ្យ user ហ្នឹងធ្វើការអីក៏ដោយ create file ឬក៏ copy move file អីចូលទៅក្នុង folder ហ្នឹងឲ្យមានកំណត់អញ្ចឹងយើងអាច control បានដែលកំណត់ style យើងធ្វើគឺ100 MB អញ្ចឹងយើងចង់ធ្វើយើងធ្វើម៉េចអញ្ចឹងយើងចូលមកចុច tool file server resource manager យើង select ទៅលើហ្នឹងមកអូខេកន្លែងនេះដើម្បីធ្វើការកំណត់យើងចូលទៅ quota management ហើយយើង right click ទៅលើ quota តោះមកយើងធ្វើការមានពាក្យ create quota ហ្នឹង select វាមកអញ្ចឹងដើម្បីកំណត់ folder អញ្ចឹងយើងដាក់ folder ដែលយើងចង់កំណត់ limit ហ្នឹងមកអញ្ចឹងយើងចង់កំណត់ folder ខ្ញុំតែមិញនៅក្នុង data user data នេះយើងចង់កំណត់ folder មួយហ្នឹងអូខេ
chẳng default របស់ default របស់វាដើម្បីកំណត់គឺ100 MB ហ្នឹងហើយតែអ្នកទាំងអស់គ្នាចង់អត់ចង់បាន100 MB ទេអ្នកទាំងអស់គ្នាចង់កំណត់ឲ្យធំជាងទៀតអញ្ចឹងអ្នកទាំងអស់គ្នាចុច define custom ហ្នឹងមកហើយចុច custom អូ sorry អូខេវាធ្លាប់មានហើយអញ្ចឹងខ្ញុំបង្កើតដល់ folder ថ្មីមួយទៀតអូខេវាមានម្ដងហើយអញ្ចឹង delete វាចោលអូខេអញ្ចឹងខ្ញុំបង្កើតថ្មីមួយទៀតខ្ញុំ select វាមកចូលទៅ trace អូខេអញ្ចឹង default វាគឺ100 MB យើងចង់ custom ឲ្យ custom បានអូខេនេះកន្លែងនេះអ្នកទាំងអស់គ្នាត្រូវការ select ទំហំដែលអ្នកទាំងអស់គ្នាមានធំដែរដល់ tag អញ្ចឹងយើងចង់ tag default វាគឺ100 MB ទេហើយកន្លែងនេះយើងអាច add description អីមួយចំនួនដែលចង់ឲ្យ user ដែលគាត់ចូលទៅនឹងអាច alert ចេញមកដែរអូខេកន្លែងនេះយើង select ខាងលើហ្នឹងទៅមកអូ sorry ទៅមកយើងអាច add description អីមួយចំនួនទៅមកចុច OK មកអូខេឥឡូវកំណត់បានហើយនេះគឺ100 MB ហ្នឹងតែខ្ញុំចង់បង្កើត default ចឹងអត់ទេខ្ញុំអាច select ទៅ100 MB បានខ្ញុំចុច create មកអញ្ចឹងវាបង្កើតបានជោគជ័យហើយអញ្ចឹងអ្នកទាំងអស់គ្នាចង់ testing ថាតើវាពិតជាអាចកំណត់ថា folder ហ្នឹងស្ថិតវាទំហំនេះកំណត់ត្រឹម100 MB មែនអត់អញ្ចឹងអ្នកទាំងអស់គ្នាអាចតេស្តមើលអ្នកទាំងអស់គ្នាយក file ណាមួយដែលមានទំហំលើ100 MB ជួយខ្ញុំមក try នេះមានទំហំវាដល់ 4G GB អញ្ចឹងខ្ញុំចង់តេស្តមើលខ្ញុំ copy វាទៅណាcopy វាទៅណាកន្លែងនេះមកគឺ user data នេះមកអូខេខ្ញុំទៅកាប់ហាតែវាចូលអត់គឺអត់ទេវាដាក់ថា there is not enough space on soft អញ្ចឹងន័យថាទំហំហ្នឹងវាលើសពីចំនួនដែលយើងបានកំណត់គឺទំហំដែលយើងបានកំណត់គឺត្រឹមតែ100 MB ទេអញ្ចឹងវាអត់អាច copy file ហ្នឹងចូលទៅបានទេអញ្ចឹងនេះទំហំដែលអាចចូលបានដល់មែនគឺ53 MB អញ្ចឹងដើម្បីតេស្តផ្សេងទៀតចាំខ្ញុំរក file ណាមួយដែលមានទំហំក្រោមហ្នឹងឧទាហរណ៍មួយនេះចុះ folder មួយនេះអូខេ folder មួយនេះមានទំហំតែ17 MB ទេអញ្ចឹងខ្ញុំសាក copy វាចូលទៅក្នុង drive ហ្នឹងចូលក្នុង folder ហ្នឹងពិចារណានេះមិន drive ទេនេះ folder ដែលយើងត្រូវការ drive មកជួយដើម្បីឲ្យងាយស្រួលចូលយើងចុចជាមួយ IP អូខេយើងចូលទៅ folder user data ហ្នឹងមកតោះមកយើងត្រូវការផាសអូខេអញ្ចឹងយើងអាចផាសបានដោយសារទំហំfolder មួយហ្នឹងគឺតូចជាង100 MB អញ្ចឹងយើងអាចចូលវាបានអញ្ចឹងអ្នកនរគ្នាចង់ដឹងនេះទៀតយើងចង់ដឹងថាវាពិតជាអាច share មែនអត់អញ្ចឹងយើងអាចចូលទៅ folder ចូលទៅ server របស់ admin មកអូខេតើមកអ្នកនរគ្នាចូលទៅក្នុង trace ចូលទៅក្នុង folder ដែលយើងដាក់មកឃើញអត់គឺព្រោះយើងចូលទៅក្នុងនេះដែរអញ្ចឹងម៉ាស៊ីនហ្នឹងគឺអាច control ទៅលើម៉ាស៊ីនរបស់ user client ហ្នឹងបានអ្នកទាំងអស់គ្នាឥឡូវយើងធ្វើបន្តជាមួយបន្តគឺជាចំណុចទី3ចំណុចទី3នេះគឺជា limit user អញ្ចឹង limit user កន្លែងហ្នឹងគឺមានន័យថាយើងបង្កើតត្រាយមួយទៅឲ្យ user ឲ្យគាត់ប្រើប្រាស់ដែលកំណត់ size មកត្រឹម100 MB ឬក៏ប្រហែលអ្នកទាំងអស់គ្នាចង់កំណត់ឲ្យគាត់ចឹងទៅអូខេតែមានបែបយើងឬក៏ចូលហើយចូលទៅកាន់ Windows server របស់យើងមកនេះ server របស់ admin អូខេអ្នកទាំងអស់គ្នាជាដំបូងអ្នកទាំងអស់គ្នាចូលទៅ folder មកចូលទៅ File Explorer អញ្ចឹងអ្នកទាំងអស់គ្នាបង្កើតជាមួយនឹង folder មួយបើសិនជាអ្នកទាំងអស់គ្នាមានត្រាយច្រើនអ្នកទាំងអស់គ្នាអាចដាក់ក្នុងត្រាយមួយមកតែខ្ញុំមានត្រាយ C អញ្ចឹងដាក់ក្នុងត្រាយ C ទៅហើយអ្នកទាំងអស់គ្នា create new folder មកចុច folder ដែលខ្ញុំចង់តេស្តហ្នឹងខ្ញុំដាក់ user control ហ្នឹងទៅ user control អញ្ចឹងក្នុង folder ហ្នឹងគឺអត់មាន user ណាមួយទេគឺយើងអត់ទាន់បង្កើតទេយើងកាត់ទៅ folder សិនទេអូខេបន្តមកអ្នកទាំងអស់គ្នាកំណត់ property មួយចំនួនអ្នកទាំងអស់គ្នាចូល property ហើយចុចទៅកន្លែង share បន្តមកអ្នកទាំងអស់គ្នា select ទៅលើ advanced sharing អញ្ចឹងអ្នកទាំងអស់គ្នាចុច tick កន្លែងនេះមកតែកន្លែងនេះអ្នកទាំងអស់គ្នាត្រូវដាក់សញ្ញាពីមុខដើម្បីកាត់ពីរបស់ user គាត់control ឃើញផ្សេងអ្នកកំណត់ផ្សេងឬក៏ដើម្បីកំណត់សមត្ថភាពផ្សេងទៅតែមកយើងធ្វើការកំណត់ permission ឲ្យគាត់អាចចូលទៅបានកន្លែងនេះដាក់ everyone មកហើយអ្នកទាំងអស់គ្នាទៅលើ full control ចុច apply ចុច OK តើមកអ្នកទាំងអស់គ្នាចុច apply ទៀតអូខេហើយកន្លែងនេះអ្នកទាំងអស់គ្នាចូលទៅកន្លែង security តើមកអ្នកទាំងអស់គ្នាត្រូវការ remove user ចេញពីកន្លែងហ្នឹងដើម្បីគាត់ឲ្យគាត់កំណត់ទៅលើ folder ហ្នឹងបានអូខេតើមកអ្នកទាំងអស់គ្នាកន្លែងនេះអ្នកទាំងអស់គ្នាចុច advanced ដើម្បីធ្វើការ remove បានអ្នកទាំងអស់គ្នាត្រូវកន្លែង enable កន្លែងនេះសិនបើចឹងទេអ្នកទាំងអស់គ្នា remove បានទេអូខេយើងចុចកន្លែងនេះមកហើយចុចខាងលើវាចេញពី enable អ្នកទាំងអស់គ្នាអាច remove បានហើយចឹងកន្លែង user យើង remove ចេញទាំងអស់មកយើងទៅកន្លែង the system administrator ជាមួយ owner ទៅបានហើយហើយយើងចុច apply អូខេតើមកអ្នកទាំងអស់គ្នាអាច close បានអ្នកទាំងអស់គ្នាទៅកន្លែង sharing សិនហើយដើម្បីធ្វើការ copy path កន្លែងនេះដើម្បីធ្វើរឿងបន្តអូខេហើយអ្នកទាំងអស់គ្នាចុច close បានហើយបន្តជួបបន្តអ្នកទាំងអស់គ្នាត្រូវចូលទៅកាន់ OMC ហើយអ្នកទាំងអស់គ្នាបង្កើតជាមួយនឹង OU មួយមកកន្លែងនេះខ្ញុំបង្កើតដាក់ឈ្មោះថា AD user ហ្នឹងមកហើយនៅក្នុងហ្នឹងគឺមាន user ជាមួយ3នាក់ហើយ user ទាំង3នាក់ហ្នឹងស្ថិតនៅក្នុងក្រុមតែមួយអូខេនេះគាត់ស្ថិតនៅក្នុងក្រុម account user ហ្នឹងអូខេរឿងបន្តយើងត្រូវធ្វើគឺ select ទៅលើ user ទាំង3នាក់ហ្នឹងតោះមកអ្នកនរចុច copy ហើយចុចទៅកន្លែង profile ចុចកន្លែង home folder ហ
hơi tới lại cái này cứ start từ trái nên tụi conត្រូវដាក់ឈ្មោះត្រីណាមួយដល់ត្រី K ចឹងមកយើងកំណត់ឈ្មោះត្រីតើ user ដែលយើងចាំបង្កើតហ្នឹងអូខេតោះមកអ្នកទាំងអស់គ្នា path កន្លែងនេះចូលមកអូខេកន្លែងនេះគឺជា domain server ហើយកន្លែងនេះគឺជា root អញ្ចឹងកន្លែងនេះយើងត្រូវ add user ចូលអញ្ចឹងដើម្បី add ហ្នឹងអ្នកទាំងអស់គ្នាចុច slash សញ្ញាភាគរយ username ហើយសញ្ញាភាគរយមួយ user អញ្ចឹងអ្នកទាំងអស់គ្នាចុច apply មកហើយចុច OK ដើម្បីអ្នកទាំងអស់គ្នាដឹងថា user ហ្នឹងគឺស្ថិតនៅក្នុង path ហ្នឹងមែនអត់អញ្ចឹងអ្នកទាំងអស់គ្នា search លើគាត់មកចុច property ចុច profile អូខេអញ្ចឹងអ្នកទាំងអស់គ្នាឃើញ path ហើយនឹងឈ្មោះរបស់គាត់នៅខាងក្រោយហ្នឹងអញ្ចឹងមានន័យថាវាត្រឹមត្រូវហើយអ្នកទាំងអស់គ្នាចុច OK ចាំមកតបជំនាញបន្តអ្នកទាំងអស់គ្នាត្រូវការកំណត់អ្នកទាំងអស់គ្នាចូលទៅ principal ម្ដងទៀតហើយចូលទៅក្នុង folder ហ្នឹងតើគាត់ពិតជាបានយើងពិតជាបាន add គាត់ចូលក្នុង folder ហ្នឹងមែនអត់អូខេអញ្ចឹងយើងអាចឃើញហើយនេះគឺជាឈ្មោះរបស់ពួកគាត់អញ្ចឹងជា folder ដែល try របស់គាត់អាចធ្វើការនៅក្នុងនោះបានអញ្ចឹងអ្នកទាំងអស់គ្នាចង់តេស្តមើលអ្នកទាំងអស់គ្នាអាចចូលទៅ client server នេះមកឬក៏ server ខ្ញុំតើរបស់ user ដែលខ្ញុំបានបង្កើតគាត់វិញមកអូខេមិញខ្ញុំបង្កើតឈ្មោះគាត់ថាឧទាហរណ៍ home file ហ្នឹងទៅអូខេឥឡូវយើងចូលមកដល់កុំព្យូទ័ររបស់ user ហ្នឹងអ្នកទាំងអស់គ្នាចង់តែមើលអ្នកទាំងអស់គ្នាចូលទៅ file explorer ហើយចុចទៅ list PC អូខេនេះគឺជា try ដែលយើងបានបង្កើតឲ្យគាត់ប៉ុន្តែនៅក្នុង try ហ្នឹងគឺវាភ្ជាប់ជាមួយនឹង try C ដែលយើងបង្កើតនៅក្នុងកុំព្យូទ័ររបស់ admin អញ្ចឹង try C វាស្ថិតនៅផ្សាយហ្នឹងឯង try C ចង់ចុច property មកនេះគឺស្ថិត 59.3 GB អញ្ចឹងអ្នកទាំងអស់គ្នាចូលទៅមើលទៅ9.3 MB ប៉ុន្តែបើចង់ឲ្យគាត់ប្រើទាំងអស់ហ្នឹងទេអញ្ចឹងយើងកំណត់ size មួយសម្រាប់ឲ្យគាត់ប្រើប្រាស់អញ្ចឹងអ្នកទាំងអស់គ្នាដើម្បីកំណត់បានយើងទៅកុំព្យូទ័រ admin វិញតមកចូលទៅកាន់server manager យើងចូលទៅ file server resource manager មកតមកកំណត់ size ឲ្យគាត់កំណត់ size កន្លែងនេះអ្នកទាំងអស់គ្នាបង្កើតយក command ដែរឬក៏បង្កើត template មួយ template ហ្នឹងគឺជាគំរូដែលមានស្រាប់ដែលយើងអាចទៅប្រើប្រាស់បានអញ្ចឹងយើងឧទាហរណ៍ខ្ញុំចង់បង្កើតគំរូមួយដើម្បីងាយស្រួលប្រើប្រាស់នៅពេលក្រោយអញ្ចឹងខ្ញុំ create template មកហើយខ្ញុំដាក់ឈ្មោះ template របស់ខ្ញុំអញ្ចឹងខ្ញុំដាក់100 MB យើងសំគាត់គឺ home file មុខគាត់គឺ home file អូខេនេះយើងមិននេះហើយ size របស់គាត់យើងដាក់100 MB នេះជាទំហំ size ដែលយើងកំណត់អូខេតាមមកខ្ញុំចុចអូខេអញ្ចឹងយើងបង្កើតបាននេះគឺ template មួយដែលកំណត់100 MB សម្រាប់ home file អូខេអញ្ចឹងដើម្បីបង្កើតកំណត់ណាយើងចុចទៅលើកន្លែង quota នេះហើយ create quota មកហើយអ្នកនរគ្នាចុច path select the path folder ដែលយើងបានបង្កើតហ្នឹងអញ្ចឹងបង្កើតខ្ញុំបង្កើតមកយក user control ចុច select ទៅលើ user control ហ្នឹងមកហើយយើងកំណត់ម្នាក់ៗយើងចុចម្នាក់ៗអញ្ចឹងទៅតែនេះខ្ញុំកំណត់តែ3 user ហ្នឹងហ្មងគឺ100 MB អញ្ចឹងចុច OK មកអូខេអញ្ចឹងកន្លែងនេះយើងចង់ប្រើ template របស់យើងយើងចង់កំណត់ផ្សេងៗយើងចង់ប្រើ template ដែលយើងបង្កើតមកចុចកន្លែងនេះតមកយើងរកឈ្មោះ template ដែលយើងបានបង្កើតមកអូខេនេះ100 MB ក្នុង file នេះអូខេបង្កើតមក create អញ្ចឹងយើងបង្កើតបានជោគជ័យដើម្បីឲ្យចង់ដឹងថាយើងបង្កើតបានជោគជ័យយ៉ាងអត់យើងទៅតេស្តមើលកុំព្យូទ័ររបស់ client មកថាខ្ញុំពិតជាបានបង្កើតបាន100 MB សម្រាប់ try របស់គាត់មែនអត់អញ្ចឹងដល់ចូល file server ម្ដងទៀត PC អូខេអញ្ចឹងយើងចុច property មកយើងបង្កើតជាឃើញ size របស់គាត់នេះគឺ100 MB សម្រាប់ try របស់គាត់អញ្ចឹងមានន័យថាយើងកំណត់ try របស់គាត់បានជោគជ័យអញ្ចឹងហើយជំនាញបន្តទៀតយើងចូលទៅធ្វើជាមួយបន្តទៀត sorry ចុចយើងចូលទៅជំនាញបន្តទៀតគឺអត់ឲ្យមាន image ឬក៏ video ឬក៏ sound ឬក៏ execute table នេះចូលទៅក្នុង folder file folder របស់យើងវិញអញ្ចឹងដើម្បីធ្វើបានយើងធ្វើម៉េចអញ្ចឹងដើម្បីកំណត់ដែរយើងទៅកំណត់ទៅលើ quota ហើយយើងចូលទៅ file server resource manager វិញមកដល់មកកំណត់ទៅលើ file screen នេះអញ្ចឹង file screen នេះគឺ block អីទាំងអស់ដែលយើងចង់ block កុំឲ្យមាននៅក្នុង folder របស់យើងអញ្ចឹងអ្នកទាំងអស់គ្នាអាចបង្កើត template មួយមកបើសិនជាអ្នកទាំងអស់គ្នាបង្កើតកន្លែងនេះអ្វីដែលយើងចង់ប្រើប្រាស់គឺឲ្យមាន image video sound យើងមាន4អញ្ចឹងយើងអាចប្រើមិនបានទេនៅក្នុងនេះឧទាហរណ៍ខ្ញុំធ្វើការ block ទៅការ select folder អញ្ចឹង select folder មិនមកដល់មកកន្លែងនេះគឺវាមានតែ2ឬក៏1អញ្ចឹងទៅវាមានច្រើនអញ្ចឹងយើងចង់ block ទៅ4ហ្នឹងចុចទៅកន្លែង template ដល់មក create មកកន្លែងនេះយើងដាក់ឈ្មោះ template របស់យើងមកយើង block អីគេខ្លះខ្ញុំ block image sound video ហើយនឹង execution table បាទចឹងមកតើមកអ្នកទាំងអស់គ្នា select មកយើងឲ្យចង់ block គឺ audio video sound នេះ video file execution ហើយនឹង image អូខេតើមកចុច create មកគឺបាន template មួយហ្នឹងនេះ template ដែលយើងកាត់មកហើយប្រភេទដែលវា block នេះយើងអាចចូលមក check មើលបានថា audio ឬក៏ video នេះវា block ទៅលើប្រភេទណាខ្លះអញ្ចឹងយើងអាចចូលមើលកន្លែងហ្នឹងបានអូខេអញ្ចឹងកន្លែង file script ឲ្យ block មកយើងកំណត់ថាយើងចង់ block អញ្ចឹងយើងចង់ block យើង create មកហើយយើង select ទៅលើ folder ណាហើយដែលយើងចង់បង្កើតឲ្យយើងចង់ block ហ្នឹងយើងចុចមកហើយនេះអូខេតមកយើងធ្វើការ select មកដែលយើងបង្កើតមកនេះពី image sound video ហើយនឹង execute file ហើយយើងចុច select ទៅវាមកវាធ្វើការ block ទាំងអស់ហ្នឹងអូខេនេះដែលយើងចង់ជួយមើលតមកយើងចុច create មកគឺជោគជ័យនេះថាកន្លែង folder try របស់គាត់ហ្នឹងគឺអាចមានប្រភេទ video image sound ឬក៏ execute file ចូលក្នុងហ្នឹងចឹងបើធ្វើការតេស្តអ្នកទាំងអស់គ្នាចូលទៅកុំព្យូទ័ររបស់ client ហ្នឹងមកតេស្តមើលទៅ
nó chúng ta có video mới ok chúng ta này nhưng mà cái đấy khi prepare đã on before chứ là tôi biết cứ dot on before chỉ mới như ai cho mong video không tài mà nó ok nhận nó cái copy nó có khát nó tôi muốn nhận nó cái cho thực tế không tài nó nhận nó cái file nó cứ phạt màn thì vì đã thấy dùng ní permission thu bộ phốt the action để thay trong blog prepare video record image đấy chắc ta image